nơiក្នុងកម្មវិធី Word បើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើរូបភាព 3x4 បែបនេះឬមួយក៏រូបភាព 4x6 បែបនេះគឺងាយស្រួលមែនតើមិនចាំបាច់ចេះ Photoshop ឬមួយក៏ចេះកម្មវិធីផ្សេងទៀតក៏បានដែរអញ្ចឹងដើម្បីចូលទៅធ្វើរូបភាពបែបនេះបានខ្ញុំសូមបើក file ថ្មីមួយមកអូខេអញ្ចឹងនៅពេលដែលខ្ញុំធ្វើការបើក file ថ្មីមួយគឺជាដំបូងឡើយគឺយើងចូលនៅក្នុង insert បន្ទាប់ពីយើងចូល insert ហើយគឺយើងចូល tab bar មកហើយយើងរើសតារាងរបស់យើងនេះឥឡូវខ្ញុំយករូប 4x6 ខ្ញុំយក5ចុះបន្ទាប់ពីយើងរើសបែបហ្នឹងហើយគឺយើងចូលនៅក្នុង tab layout នៅខាងលើដើម្បីចូលទៅកំណត់ទំហំរបស់យើងកម្ពស់និងទទឹងនៃតារាងរបស់យើងអញ្ចឹងចំពោះរូបថត 4x6 ចំពោះកម្ពស់របស់វាគឺ 4.5 អញ្ចឹងយើងស្រែក្នុងនោះមកយើងដាក់ 4.5 ចំពោះទទឹងវិញគឺ 3.5 អូខេអញ្ចឹងគឺវាបានទំហំបែបនេះបន្ទាប់ពីបានទំហំបែបនេះហើយគឺយើងធ្វើការបញ្ចូលរូបថតនៅក្នុងប្រអប់ដែលយើងបានបង្កើតហ្នឹងនៅក្នុងតារាងដែលយើងបានបង្កើតហ្នឹងអញ្ចឹងដើម្បីបញ្ចូលរូបថតយើងចូលនៅក្នុង insert យើងចុចលើពាក្យថា picture ហើយយើងចុចលើពាក្យថា device បន្តមកទៀតយើងទៅរករូបភាពរបស់យើងនេះឡើងខ្ញុំបញ្ចូលរូបភាពមួយមកហើយចុចលើពាក្យថា insert អូខេអញ្ចឹងនៅពេលដែលយើងចុចលើពាក្យថា insert គឺរូបភាពរបស់យើងពេលខ្លះគឺវាចេញមកធំបែបនេះអញ្ចឹងដើម្បីឲ្យរូបភាពនឹងចូលនៅក្នុងតារាងដែលយើងបានបង្កើតវិញយើងកន្លែងមកខាងលើនេះកន្លែងកម្ពស់និងទទឹងរបស់រូបថតហ្នឹងអញ្ចឹងយើងកំណត់វាកន្លែងហ្នឹងមកចំពោះកម្ពស់ខ្ញុំយក 4.4 ចុះព្រោះដោយសារតែវារៀងតូចជាងប្រអប់បន្តិចដើម្បីនៅពេលដែលយើង print មកគឺយើងសកកែមខាងបន្តិចដើម្បីធ្វើការកាត់វាហើយចំពោះទទឹងដូចគ្នាខ្ញុំយក3.3ចុះ 3.3 សង់ទីម៉ែត្រអញ្ចឹងនេះធំអញ្ចឹងគឺបានបែបនេះមកអញ្ចឹងយើងចូលកន្លែង layout option ហ្នឹងយើងចុចកន្លែងហ្នឹងមួយមកដើម្បីធ្វើការសេរីរូបថតយើងឲ្យចំកណ្ដាលនៃតារាងយើងបានបង្កើតហើយយើងទៅចុងក្រោយទៀតបងអូខេអញ្ចឹងយើងសេរីមកយើងចុច arrow key មកអូខេអញ្ចឹងនៅពេលដែលយើងសេរីបានបែបហ្នឹងហើយយើងធ្វើម៉េចទៅដើម្បីឲ្យរូបភាពរបស់យើងវាចូលនៅក្នុងប្រអប់ទាំង4ដែលនៅសល់នេះអញ្ចឹងគឺងាយស្រួលមែនតើយើងគ្រាន់តែចូលនៅក្នុង mailing នៅខាងលើនេះយើងចូល mailing ហើយយើងចុចលើពាក្យថា start mailing mail merge មកហើយយើងយកពាក្យថា label ទី4នេះ label អញ្ចឹងយើងចុចលើ label មកបន្ទាប់ពីយើងចុចលើ label ហើយនៅខាងលើនេះគឺដំបូងបើយើងអត់ទាន់បានធ្វើទេគឺវាជាប់ថា Microsoft អញ្ចឹងនៅត្រង់កន្លែងនេះគឺយើងដូរយកពាក្យថា A1 អញ្ចឹងយើងជ្រើសរើសយកពាក្យ A1 ហើយយើងចុច OK ហើយយើងចុច OK ទៀតមកអញ្ចឹងនៅពេលដែលយើងចុច OK គឺរូបភាពនិងតារាងយើងបានបង្កើតហ្នឹងគឺវានឹងបាត់ទៅវិញហើយអញ្ចឹងយើងធ្វើម៉េចទៅដើម្បីឲ្យចេញនេះយើងក៏លេខមកខាងលើគៀនខាងស្ដាំនេះឃើញសញ្ញាព្រួយនេះគេដាក់ថា undo mailing ហ្នឹងយើងចុចសញ្ញាព្រួយនេះមួយមកដើម្បីរូបភាពរបស់យើងគឺវាចេញមកវិញដូចដើមអញ្ចឹងតមកទៀតនេះយើងបញ្ជាម៉ៅរបស់យើងចុចទៅលើសញ្ញាបូនខាងក្រោមនេះចុចទៅលើហ្នឹងមកដើម្បីឲ្យវាបង្កើតប្រអប់ខាងក្រោមទៀតហើយនៅពេលដែលបង្កើតបានបែបនេះយើងក្លេកមកខាងលើនេះវិញយើងចូល mailing ដែរនេះឃើញពាក្យថា update label អញ្ចឹងយើងគ្រាន់តែ tick ចុចទៅលើ update label មកគឺរូបភាពរបស់យើងគឺនឹងចេញមកបែបនេះអញ្ចឹងបើយើងចង់បង្កើតខាងក្រោមទៀតយើងចង់បានច្រើនតទៀតយើងធ្វើម៉េចទៅម៉ៅមកយើងចុចឲ្យចំសញ្ញាបូកខាងក្រោមនេះដូចគ្នាមកហើយយើងចុចលើពាក្យថា update label ដូចគ្នាមកអញ្ចឹងរូបភាពរបស់យើងគឺបានបែបនេះមកអញ្ចឹងនេះគឺជារូបភាព 3x4 អូបាទសុំទោសគឺ 4x6 ឥឡូវយើងចូលធ្វើរូបភាព 3x4 វិញអញ្ចឹងដូចគ្នាទេខ្ញុំបើកខ្ញុំចុច Ctrl N មកដើម្បីបើក file ថ្មីអញ្ចឹងយើងចូលនៅក្នុង insert ដូចគ្នាខ្ញុំចូល tab bar ដោយសារតែ 3x4 រូបភាពវាតូចអញ្ចឹងខ្ញុំយក6ចុះយើងយកតែជួរដេកមួយមកបានហើយតមកទៀតយើងចូល tab bar layout ដូចគ្នាបន្ទាប់ពីចូល tab bar layout ហើយយើងកំណត់កម្ពស់អញ្ចឹងចំពោះកម្ពស់របស់រូបថត 3x4 គឺវាមានទំហំ 3.5 ហើយទទឹងរបស់វាគឺ 2.7 អញ្ចឹងនៅពេលដែលយើងកំណត់បានបែបហ្នឹងហើយយើងចូលទៅរើសរូបថតទាំងនេះគ្នាយើងចូល insert មកយើងចូលនៅក្នុង picture យើងចុចលើពាក្យថា this device រើសរូបថតរបស់យើងមកចុចទៅលើរូបថតហើយយើងចុចលើពាក្យថា insert អញ្ចឹងនៅពេលដែលយើងចុចលើពាក្យ insert គឺវាចេញរូបភាពធំបែបនេះអញ្ចឹងយើងធ្វើម៉េចទៅយើងមើលមកខាងលើនេះអញ្ចឹងយើងចូលទៅកំណត់ទំហំកម្ពស់របស់ថតរបស់យើង
ចឹងខ្ញុំយក3.4ចុះដើម្បីវាតូចជាងបន្តិចដើម្បីសល់កែមខាងខាងហើយចំពោះកម្ពស់គឺខ្ញុំយក2.5ចុះឲ្យវារៀងតូចតិចខ្ញុំថាណាចឹងរូបធម្មយើងគឺវាបានបែបនេះចឹងយើងចូលកន្លែង layout option ហើយយើងយកចុងក្រោយគេដើម្បីធ្វើការស្រេចឹងយើងចុច arrow key មកដើម្បីស្រេឲ្យរូបថតគឺនៅចំកណ្ដាលអបមកយើងបានបែបនេះហើយចឹងយើងធ្វើដូចមិញមកយើងចូលនៅក្នុង mailing ហើយយើងចុចលើពាក្យថា start mailing ហើយយើងយកពាក្យថា label ដូចគ្នាមកហើយកន្លែងនេះយើងយក A1 ដូចគ្នាតោះទៀតយើងចុច OK ហើយយើងចុច OK ទៀតមកអញ្ចឹងវាបាត់អញ្ចឹងយើងចុចលើសញ្ញា undo នេះមកឲ្យវាវិលរកសភាពដើមវិញតមកទៀតយើងចុច update label អញ្ចឹងគឺរូបថតរបស់យើងគឺវានឹងចេញមកបានបែបនេះហើយអញ្ចឹងយើងចង់បានច្រើនតមកក្រោមទៀតចុចលើសញ្ញាបូកចុចលើពាក្យថា update label អញ្ចឹងគឺវានឹងចេញមកបន្តអញ្ចឹងបើយើងចង់បានច្រើនយើងធ្វើបែបនឹងរហូតទៅគឺរូបថតរបស់យើងគឺវានឹងចេញមកយើងជាបន្តអត់ពិបាកកំណត់ច្រើនដងទេបន្ទាប់ពីកំណត់បានប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាអាចធ្វើការ print រូបថត 3.4 យកមកប្រើប្រាស់បានហើយអញ្ចឹងក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងអំពីរបៀបចូលទៅធ្វើការបង្កើតរូបថត 3x4 និង 4x6 នៅក្នុងកម្មវិធី Word ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ